ដោយមានការកិត្តគូខ្ពស់ចំពោះសុខសวัสดิភាពរបស់កីឡាករជម្រើសជាតិកម្ពុជាដែលទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃក្នុងឆ្នាំ2025នេះគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានសម្រេចកាត់បន្ថយចំនួនកីឡាករទៅចូលរួមប្រកួតនៅប្រទេសថៃពី333នាក់មកនៅត្រឹមតែ150នាក់តែប៉ុណ្ណោះដោយនឹងកាត់បន្ថយប្រភេទកីឡាមួយចំនួនដែលមានហានិភ័យជាពិសេសគឺប្រភេទកីឡាដែលប្រកួតនៅក្នុងខេត្តសង្ខឡានៃប្រទេសថៃដែលពេលបច្ចុប្បន្ននេះខេត្តសង្ខឡាកំពុងតែរងការជន់លិចធ្ងន់ធ្ងរដោយទឹកជំនន់ក្រៅពីនោះកីឡាដ៏មានប្រជាប្រិយភាពមួយគឺកីឡាបាល់ទាត់ក៏កម្ពុជាមិនបានបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួតដែរនេះគឺជាអ្វីដែលប្រិមិត្តក្នុងបណ្ដាញសង្គមមួយចំនួនមានការសាទរពីព្រោះថាកន្លងទៅពួកគេមានការព្រួយបារម្ភទាក់ទងទៅនឹងសុខសวัสดิភាពរបស់កីឡាករជម្រើសជាតិកម្ពុជាត្បិតថាកន្លងទៅក្រុមជ្រុលនិយមថៃមួយចំនួនបានប្រើប្រាស់អំពើហិង្សាមកលើប្រជាជនកម្ពុជាដែលជាពលករខ្មែរធ្វើការនៅប្រទេសថៃគួរឲ្យភ័យខ្លាចនិងបង្កការព្រួយបារម្ភជាទីបំផុតបាទប្រិមត្តទស្សនិកជនបញ្ហានៃការបញ្ជូនកីឡាករកីឡាការិនីកម្ពុជាទៅចូលរួមប្រកួតស៊ីហ្គេមនៅប្រទេសថៃគឺជាប្រធានបទបាទដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ថ្ងៃនេះដោយប្រជាជនកម្ពុជាក្នុងបណ្ដាញសង្គមមួយចំនួនមានការព្រួយបារម្ភបាទតាក់ទងទៅនឹងកីឡាករកីឡាការិនីកម្ពុជាដែលទៅចូលរួមប្រកួតស៊ីហ្គេមនៅប្រទេសថៃត្បិតថាក្រុមជ្រុលនិយមថៃគឺតែងតែបង្កសកម្មភាពនៃការរើសអើងចំពោះប្រជាពលរដ្ឋកម្ពុជាជាពិសេសនោះគឺពលករដែលធ្វើការនៅប្រទេសថៃតែម្ដងបាទហើយនៅខែធ្នូ2025នេះថៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEA Games ដែលជាកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍លើកទី33បាទនៅទីក្រុងបាងកកក៏ដូចជាខេត្តសង្ខឡាបាទឥឡូវនេះយើងទទួលបានព័ត៌មានថ្មីប្រិមិត្តក៏ជាដំណឹងល្អសម្រាប់ប្រិមិត្តក្នុងបណ្ដាញសង្គមមួយចំនួនដែលមានការព្រួយបារម្ភកន្លងទៅបាទតាក់ទងទៅនឹងសុវត្ថិភាពរបស់កីឡាករជម្រើសជាតិរបស់យើងដែលទៅចូលរួមប្រកួតនៅប្រទេសថៃនោះឥឡូវនេះយើងទទួលបានព័ត៌មានផ្លូវការបាទពីអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបាទតាក់ទងទៅនឹងការកាត់បន្ថយគណៈប្រតិភូក៏ដូចជាកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃនេះដោយតាមការគ្រោងទុកបាទការពីមុនហ្នឹងគឺរាជរដ្ឋាភិបាលបានអនុញ្ញាតបាទឲ្យមានការបញ្ជូនបាទកីឡាករកីឡាការិនីទៅចូលរួមប្រកួតនៅប្រទេសថៃបាទដែលមានប្រមាណជា333នាក់ឥឡូវនេះគឺត្រូវបានកាត់បន្ថយចំពោះប្រភេទកីឡាមួយចំនួនបាទដែលគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបាទមើលឃើញថាបាទអាចមានហានិភ័យខ្ពស់ចំពោះកីឡាកររបស់យើងជាពិសេសនោះគឺតាក់ទងទៅនឹងបាល់ទាត់បាទដែលបាល់ទាត់នេះបាទកន្លងទៅយើងឃើញហើយថាប្រវត្តិបាទបាល់ទាត់ដែលកម្ពុជាជួបជាមួយថៃបាទកាលពីប្រកួតនៅប្រទេសឥណ្ឌូនេស៊ីបាទកាលនោះគឺកម្ពុជាបានឈ្នះថៃបាទនៅក្នុងឆ្នាំ1972ហ្នឹងកីឡាកររបស់ថៃហ្នឹងប្រើប្រាស់អំពើហិង្សាមកលើកម្ពុជាផងដែរបាទដោយការនោះបាទគឺថៃទាត់ចាញ់កម្ពុជាហើយឥឡូវនេះបាទចំពេលមានរឿងព្រំដែនបាទជាមួយនឹងគ្នាទៀតផងនោះហើយក្រមជ្រុលនិយមថៃក៏បង្កសកម្មភាពបាទប្រើប្រាស់អំពើហិង្សាមកលើពលករខ្មែរផងដែរនោះបាទធ្វើឲ្យមានការព្រួយបារម្ភតាក់ទងទៅនឹងសុខសวัสดิភាពរបស់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជានៅពេលដែលទៅចូលរួមប្រកួតនៅប្រទេសថៃតាមការចុះផ្សាយដោយសារព័ត៌មានសម្រាប់ថ្ងៃនេះបាទគឺនៅថ្ងៃទី27ខែវិច្ឆិកា2025នេះបាទយើងឃើញថាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងក្រសួងអប់រំបានជូនដំណឹងអំពីការសម្រេចចិត្តចុងក្រោយបាទគឺបញ្ជូនកីឡាករប្រមាណតែ150នាក់តែប៉ុណ្ណោះបាទទៅចូលរួមប្រកួតនៅប្រទេសថៃក្នុង13ប្រភេទកីឡាបាទដែលពីមុននឹងតាមការគ្រោងទុកគឺ333នាក់បាទសូមបញ្ជាក់ផងដែរថាការពីពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ2023កន្លងទៅបាទថៃបានបញ្ជូនប្រតិភូក៏ដូចជាកីឡាករកីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួតនៅកម្ពុជាជាង2000នាក់ហើយការនោះបាទគឺត្រូវបានកម្ពុជាទទួលស្វាគមន៍បាទយ៉ាងយកចិត្តទុកដាក់តែម្ដងបាទចំពោះបាទកីឡាករមកពីតាមបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ានទាំង10ប្រទេសហ្នឹងបាទដែលកម្ពុជាយកចិត្តទុកដាក់ទៅលើបាទកន្លែងស្នាក់នៅហូបចុកបាទគឺមិនឲ្យមានការបាទចេញថ្លៃចំណាយនោះទេបាទដែលកម្ពុជាគឺជាអ្នករ៉ាប់រងទាំងអស់បាទក្នុងនាមជាម្ចាស់ផ្ទះបាទរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកដំបូងរបស់ខ្លួនបាទក៏ប៉ុន្តែសម្រាប់ប្រទេសថៃវិញឥឡូវនេះកំពុងតែជួបគ្រោះទឹកជំនន់នៅទូទាំងប្រទេសតែម្ដងជាពិសេសបាទគឺនៅទីក្រុងបាងកកបាទនិងខេត្តសង្ខឡាដែលកំពុងតែមានការជន់លិចខ្លាំង
ហើយខេត្តសង្ខ្លានេះបាទក៏ជាខេត្តមួយដែលថៃជ្រើសរើសជាកន្លែងប្រកួតកីឡាស៊ីហ្គេមមួយដែរហើយឥឡូវនេះបាទកីឡាដ្ឋាននៅក្នុងខេត្តសង្ខ្លានៃប្រទេសថៃនឹងកំពុងតែលិចទឹកធ្ងន់ធ្ងរតែម្ដងបាទហើយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី32បាទឆ្នាំ2023កន្លងទៅនេះបាទក្រុមជ្រុលនិយមថៃមានការរិះគន់កម្ពុជាខ្លាំងមែនទែនបាទដោយក្នុងនោះគឺរិះគន់តាក់ទងទៅនឹងស្តង់ដារបាទនៃបាទកីឡារដ្ឋានបាទកន្លែងប្រកួតកន្លែងវឹកហាត់កន្លែងស្នាក់នៅម្ហូបអាហារបាទក្រុមជ្រុលនិយមថៃហ្នឹងគឺបន្តមានការរិះគន់ការនោះប៉ុន្តែឥឡូវនេះប្រទេសរបស់ខ្លួនបាទក៏កំពុងតែជួបនៅទឹកជំនន់ជន់លិចបាទកីឡាដ្ឋានដែលត្រៀមប្រកួតស៊ីហ្គេមដែរអញ្ចឹងយើងឃើញគ្រោះធម្មជាតិរយៈពេលប្រហែលថ្ងៃចុងក្រោយនេះគឺវាហាក់ឆ្លុះបញ្ចាំងឲ្យឃើញអំពីបាទកម្ពុជាពិតតែម្ដងប្រិមិត្តបើយើងវិភាគមើលទៅបាទឃើញថាទង្វើដែលថៃបានធ្វើមកលើកម្ពុជាណាបាទគឺហាក់ហុចផលទៅឲ្យខ្លួនតែម្ដងការពីប្រកួតស៊ីហ្គេមបាទថៃរិះគន់កម្ពុជាទាំងកន្លែងស្នាក់នៅបាទទាំងទីលានប្រកួតបាទថាมันមានស្តង់ដារមិនទំនើបអីចឹងទៅបាទក៏ប៉ុន្តែឥឡូវនេះអ្វីដែលក្រុមជ្រុលនិយមថៃរិះគន់កម្ពុជាបានធ្លាក់ទៅលើខ្លួនហើយដោយទឹកជំនន់ហ្នឹងបាទបានជន់លិចបាទកីឡាដ្ឋានរបស់ថៃដែលត្រៀមប្រកួតស៊ីហ្គេមហ្នឹងគឺលិចបាត់ឈឹងតែម្ដងបាទហើយមួយទៀតបាទថៃបានចាក់សម្លេងខ្មោចសម្លេងរំខាននៅភូមិព្រៃច័ន្ទឥឡូវនេះសម្លេងនោះបាទក៏បានលាន់ឮកងរំពងពាសពេញបាទស្រុកហាតយ៉ៃនៃខេត្តសង្ខ្លាក៏ដូចជាតាមបណ្ដាទីប្រជុំជនផ្សេងទៀតដែលរងការលិចទឹកគឺជាសម្លេងប្រជាជនរងគ្រោះដែលដង្ហោយហៅរកជំនួយនឹងការជួយសង្គ្រោះអាយុជីវិតបាទនេះក៏ជាហេតុផលមួយទៀតដែលអ្វីដែលថៃបានធ្វើលើខ្មែរបានធ្លាក់ទៅលើខ្លួនឯងវិញហើយមួយទៀតប្រិមិត្តបាទតាក់ទងទៅនឹងថៃបានសម្ញែងបាទនាវាចម្បាំងនៅខេត្តត្រាតឥឡូវនេះនាវាចម្បាំងរបស់ថៃនោះបាទក៏ត្រូវបានយកទៅជួយប្រជាជនដែលរងគ្រោះដោយលិចទឹកដែរហើយមួយទៀតប្រិមិត្តបាទតាក់ទងទៅនឹងរថពាសដែកយើងឃើញថាក្នុងសង្គ្រាម5ថ្ងៃកន្លងទៅបាទថៃបានប្រើប្រាស់សព្វាវុធបាទមានរថពាសដែកមានកាំភ្លើងធំបាទមានរថយន្តចល័តដឹកគ្រាប់ដឹកកងទ័ពមកព្រំដែនកម្ពុជាឥឡូវនេះបាទថៃក៏បានបញ្ជូនរថពាសដែកនេះបាទដើម្បីទៅជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកហាតយ៉ៃដូចគ្នាអញ្ចឹងមានន័យថាអ្វីដែលថៃបានធ្វើមកលើកម្ពុជាវាហាក់ដូចជាបាទជះឥទ្ធិពលបាទផលបាបហ្នឹងគឺត្រឡប់ទៅកាន់ប្រទេសថៃវិញបាទហើយនាយករដ្ឋមន្ត្រីថៃពេលបច្ចុប្បន្ននេះបាទបន្ទាប់ពីហៃអើតាមយោធាបាទជាពិសេសក្រោយពេលឡើងកាន់អំណាចគេបានប្រកាសក្តែងបាទថាមិនខ្លាចសហរដ្ឋអាមេរិកមិនខ្លាចកម្ពុជាបន្តបិទព្រំដែនរយៈពេលយូរជាមួយកម្ពុជាបាទគឺផ្គាប់ចិត្តប្រជាជនជ្រុលនិយមបាទដែលលងជឿទៅតាមមនោគមវិជ្ជារបស់យោធាថៃដឹកនាំដោយប៊ុនស៊ីនផាតខ្លាំងហ្នឹងឥឡូវនេះបាទអនុធិនឆានវរៈគោលនេះក៏កំពុងតែទទួលរងនៅការរិះគន់ខ្លាំងមែនទែនពីប្រជាជនថៃនៅភាគខាងត្បូងប្រជាប្រិយភាពដែលអនុធិនបានខិតខំហៃអើតាមយោធា2ខែមុននេះឥឡូវនេះគឺត្រូវបានសាបសូន្យហើយដោយប្រជាជនថៃមានការខឹងសម្បាតាក់ទងទៅនឹងចំណាត់ការរបស់នាយករដ្ឋមន្ត្រីរូបនេះហាក់មិនទាន់ពេលជួយសង្គ្រោះជីវិតប្រជាជនមិនទាន់ពេលវេលាដែលធ្វើឲ្យប្រជាជនថៃជាប់បាទនៅលើដំបូលផ្ទះអ្នកខ្លះក៏ដេកស្លាប់អ្នកខ្លះក៏អត់អាហារហើយឥឡូវនេះនាយករដ្ឋមន្ត្រីថៃរូបនេះបានបង្ហាញថ្វីដៃរបស់ខ្លួនបាទតាក់ទងទៅនឹងជំនាញធ្វើម្ហូបជំនាញឆាបាយបាទជាអ្នកឆាបាយចែកជូនប្រជាជនរងគ្រោះដែលនេះគឺជារឿងមួយហាក់ដូចជារឿងកំ pl ែងទៅវិញបាទគណៈពេលដែលបញ្ហាធំជាច្រើនទៀតបាទត្រូវបាននាយករដ្ឋមន្ត្រីរូបនេះបាទមិនយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលានឹងមានប្រសិទ្ធភាពទាល់តែសោះបាទដូច្នេះហើយបានជាគេមានការបង្អាប់និងស្ដីបន្ទោសនាយករដ្ឋមន្ត្រីនេះថាគ្មានសមត្ថភាពគ្រប់គ្រាន់បាទនៅក្នុងការដឹកនាំបញ្ជាតាក់ទងទៅនឹងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់នោះទេបាទក្រៅតែពីហៃអើតាមយោធាតែប៉ុណ្ណោះបាទប្រិមិត្តឥឡូវនេះយើងទៅមើលពីរបាយការណ៍ពិស្ដារបាទដែលតាក់ទងទៅនឹងកម្ពុជាប្រកាសដកខ្លួនចំនួន8ប្រភេទកីឡាបាទក្នុងចំណោម21ប្រភេទកីឡាដែលកម្ពុជាគ្រោងទៅប្រកួតស៊ីហ្គេមនៅប្រទេសថៃបាទដោយក្នុងនោះគឺយើងឃើញថាមានកីឡាមួយចំនួនបាទដែលកម្ពុជាមិនបានបញ្ជូនកីឡាករជម្រើសជាតិបាទទៅចូលរួមប្រកួតនោះទេក្នុងនោះមានដូចជាប្រភេទកីឡាប្រយុទ្ធបាទគឺមានដូចជាបាល់ទាត់បាទបាល់ទាត់នឹងមានវិញ្ញាសាបរោះនារីបាទមានកីឡាយូដូកីឡាការ៉ាតេកីឡាបញ្ចក់ស៊ីឡាតកីឡាប៉េតង់កីឡាចម្បាត់កីឡាវ៉ូស៊ូនិងសីដក់បាទទាំងអស់នេះគឺកម្ពុជាបានដកខ្លួនបាទចេញពីការប្រកួតហើយមិនបានបញ្ជូនកីឡាករជម្រើសជាតិបាទទៅចូលរួមប្រកួតដូចមុនទេចំណែកឯកីឡាមួយដែលមានប្រជាប្រិយគឺកីឡាគុនខ្មែរបាទគឺត្រូវបានថៃមិនបានដាក់វិញ្ញាសានេះក្នុងស៊ីហ្គេមថៃទេប៉ុន្តែបញ្ចូលទៅជាកីឡាមួយថៃវិញបាទហើយមួយថៃនេះក៏ខ្មែរយើងមិនបានបញ្ជូន
បាទកីឡាករទៅចូលរួមប្រកួតតាំងពីដើមមកចំណែកឯនៅសល់កីឡាចំនួន13ប្រភេទទៀតដែលកម្ពុជានឹងបញ្ជូនកីឡាករប្រមាណជា150នាក់ទៅចូលរួមប្រកួតនោះគឺមានដូចជាកីឡាហែលទឹកបាទកីឡាអត្តពលកម្មកីឡាគុនដាវកីឡាបាល់ទះកីឡាកាយសម្ព័ន្ធកីឡាជីជិតស៊ូកីឡាអេឡិចត្រូនិកកីឡា Kickboxing កីឡាតៃក្វាន់ដូ WT កីឡាជិះសេះកីឡាម៉ូតូទឹកកីឡាទ្រីយ៉ាថ្លុងនិងកីឡាបាល់ទាត់លើតុបាទនេះគឺតាក់ទងទៅនឹងបាទកីឡាដែលកម្ពុជាបាទបញ្ជូនទៅប្រកួតបាទមាន13ប្រភេទកីឡាស្មើនឹងកីឡាករ150នាក់តាមប្រភពពីគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានគូបញ្ជាក់ថាដោយសារតែការគិតគូរខ្ពស់ពីសុវត្ថិភាពរបស់កីឡាករនិងកីឡាការិនីជាអាទិភាពចម្បងបំផុតនិងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងក្រសួងអប់រំទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលសម្រាប់ជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិបរមាដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡាដែលប្រកួតនៅខេត្តសង្ខេឡបាទដែលជាតំបន់មានការរងគ្រោះដោយទឹកជំនន់ចេញនិងកីឡាមួយចំនួនទៀតបាទហើយដូចយើងខ្ញុំបានជម្រាបជូនអញ្ចឹងបច្ចុប្បន្ននេះគឺនៅសល់តែ150នាក់តែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាតកតងទៅនឹងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃនេះកន្លងទៅយើងបានឃើញបាទការបដិញ្ញាចិត្តរបស់ខាងប្រទេសថៃណាបាទគឺគេខិតខំបាទក្នុងការសម្រួលឲ្យកម្ពុជានឹងបាទបានទៅចូលរួមឲ្យបានច្រើនដោយគេធានាថានឹងការពារសុវត្ថិភាពចំពោះកីឡាករកីឡាការិនីកម្ពុជាបាទដោយធ្វើតាមអ្វីដែលខាងគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានស្នើសុំដោយក្នុងនោះគឺមានការស្នាក់នៅក៏ដូចជាការហូបចុករួមគ្នាបាទក្នុងចំណោមកីឡាករជម្រើសជាតិកម្ពុជាទាំង150នាក់ហ្នឹងបាទគឺស្នាក់នៅហូបចុកជាមួយគ្នាតែម្ដងដោយមិនដាក់ឲ្យស្នាក់នៅបែកគ្នានោះទេដែលចំណុចទាំងអស់នេះបាទក៏ងាយស្រួលនៅក្នុងការគ្រប់គ្រងបាទក៏ដូចជាការមើលថែបាទពីគណៈប្រតិភូកម្ពុជាផងដែរសូមបញ្ជាក់ផងដែរថាការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃនេះគឺគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី9រហូតដល់ថ្ងៃទី20ខែធ្នូខាងមុខដែលថៃធ្វើជាម្ចាស់ផ្ទះ